ចានាងខ្ញុំចង់និយាយនៅខ្លឹមសារមួយចំនួននៃមេរៀនទី2នេះមុននឹងយើងចូលទៅកាន់មេរៀនបន្តទៀតការជ្រើសរើសក្នុងការកាត់បន្ថយល្បឿនអ្នកកំពុងបានបង្ហាញនៅការគោរពចំពោះជីវិតរបស់អ្នកក៏ដូចជាជីវិតរបស់អ្នកដទៃការបើកបរក្នុងល្បឿនលឿនពិតណាស់វាអាចជួយសន្សំសំចៃពេលវេលារបស់អ្នកបានក៏ពិតមែនក៏ប៉ុន្តែវាអាចបណ្ដាលឲ្យបាត់បង់នូវជីវិតរបស់អ្នកដទៃយើងខ្ញុំសូមអរគុណនិងអបអរសាទរដែលអ្នកបានបញ្ចប់មេរៀនទី2នៃវគ្គសិក្សាសុវត្ថិភាពលើដងផ្លូវពេញមួយវគ្គនេះសិក្ខាកាមនឹងចូលរួមធ្វើការតាមរយៈផ្នែកអប់រំចំនួន6មេរៀនដែលមានដូចជាមេរៀនទី1គ្រោះថ្នាក់នៃល្បឿនមេរៀនទី2បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងមេរៀនទី3ការបើកបរដែលមានការរំខានមេរៀនទី4មួកសុវត្ថិភាពមេរៀនទី5ការវ៉ាជែងមេរៀនទី6សិទ្ធិអត្ថិភាពនៅលើផ្លូវគ្រប់មេរៀននីមួយៗនឹងមានបទបង្ហាញដែលរួមមានបញ្ចូលនៅសំណួរពិតឬមិនពិតផងដែរនៅក្នុងមេរៀនទី3នេះយើងនឹងពិនិត្យមើលទៅលើការបើកបរដែលមានការរំខានតើការបើកបរដែលមានការរំខានដូចជាការប្រើប្រាស់នៅកំឡុងពេលបើកបរដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់និងនាំឲ្យមានគ្រោះថ្នាក់បានយ៉ាងដូចម្តេចយើងនឹងមើលវីដេអូមួយចំនួនដែលនឹងបង្ហាញអំពីបញ្ហាទាំងអស់នេះក៏ដូចជាសិក្សាអំពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជានិងការផាកពិន័យដែលអ្នកបើកបរត្រូវប្រឈមមុខយើងនឹងពិនិត្យមើលយុទ្ធសាស្ត្រដែលអ្នកបើកបរអាចប្រើប្រាស់បានដើម្បីជៀសវាងក្នុងការបង្កការរំខានខណៈពេលកំពុងបើកបរហើយដូច្នេះអ្នកបើកបរនៅទីនេះត្រូវគោរពនិងធ្វើតាមការសម្រេចចិត្តប្រកបដោយសុវត្ថិភាពក្នុងការជៀសវាងការរំខាននិងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ជាចុងក្រោយយើងខ្ញុំនឹងបញ្ចប់សំណួរពិតនិងមិនពិតនៅលើកាហូតឬនៅលើអេក្រង់សម្រាប់មេរៀនមួយនេះការរំខានជាក់ស្ដែងសម្រាប់អ្នកបើកបរគឺការប្រើប្រាស់ទូរស័ព្ទកំឡុងពេលបើកបរដែលមានការនិយាយទូរស័ព្ទឬការផ្ញើសារទៅកាន់នរណាម្នាក់ក៏ដូចជាពិនិត្យមើលផែនទីឬក៏មើលវីដេអូកម្សាន្តនានាវាមិនមែនជាបញ្ហាថាតើអ្នកត្រូវប្រើប្រាស់ទូរស័ព្ទរបស់អ្នកដោយរបៀបណាឬមានហេតុផលអ្វីនោះទេវារំខានអ្នកនិងធ្វើឲ្យអ្នកប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍បានគ្រប់ពេលវេលាអ្នកបើកបរមិនគួរប្រើប្រាស់ទូរស័ព្ទនៅកំឡុងពេលបើកបរនោះទេវាអាចបណ្ដាលឲ្យប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍តើអ្នកអាចប្រាប់ខ្ញុំថាអ្វីទៅជាការបើកបរដែលមានការរំខានការបើកបរដែលមានការរំខានមាន4ប្រភេទទី1ការមើលអ្នកបង្វែរផ្នែករបស់អ្នកចេញពីផ្លូវរួមបញ្ចូលទាំងសកម្មភាពដូចជាការមើលអេក្រង់ទូរស័ព្ទមើលប្រព័ន្ធ GPS ឬគយគន់ទេសភាពជំនួសឲ្យការផ្ដោតអារម្មណ៍ទៅលើផ្លូវខាងមុខទី2ការប្រើប្រាស់ដៃការដែលអ្នកដកដៃរបស់អ្នកចេញពីចង្កូតឧទាហរណ៍ដូចជាការញ៉ាំការបដូរប៉ុស្តិ៍វិទ្យុឬការឈៀងយករបស់អ្នកនៅក្នុងរថយន្តទី3ការគិតការបាត់បង់នូវការផ្ដោតអារម្មណ៍លើការបើកបរដោយសារតែការរំខានផ្លូវអារម្មណ៍កត្តានេះអាចកើតឡើងនៅពេលដែលអ្នកមានការស្រមើស្រមៃជជែកជាមួយអ្នកដំណើរឬរវល់គិតជាមួយនឹងគំនិតផ្ទាល់ខ្លួនដែលអាចបណ្ដាលឲ្យអ្នកខកខានក្នុងការមើលសញ្ញាផ្លូវសំខាន់ទី4ការស្ដាប់សំឡេងត្រូវបានរំខានដោយសំឡេងឬសំឡេងរំខានដែលមិនតាក់ទងនឹងការបើកបរទាំងនេះអាចមកពីការបើកសំឡេងតន្ត្រីខ្លាំងពេកឬអ្នកដំណើរនិយាយលឺៗឬក៏ទូរស័ព្ទប្រូដែលអាចកាត់បន្ថយសមត្ថភាពរបស់អ្នកក្នុងការស្ដាប់សំឡេងចរាចរណ៍វីដេអូឃ្លីបបន្ទាប់នេះនឹងបង្ហាញអំពីការរំខានផ្សេងៗដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតសូមទស្សនាទាំងអស់គ្នា Ever wondered what goes on behind closed doors? Don't pinch me! Girls, I'm stop. sorry. Stop yelling in the car. What you do in your car is everyone's business Girls, I said stop. because distracted drivers are dangerous. Authorised by the State Government, Perth. Ever wondered what goes on behind closed doors? ការរំខានគឺជារឿងទូទៅឧទាហរណ៍ក្នុងនាមខ្ញុំជាអ្នកម្ដាយខ្ញុំតែងតែទទួលបាននៅការរំខានពីកូនៗរបស់ខ្ញុំដែលពួកគាត់តែងតែឈ្លោះគ្នា
នៅខាងកៅអីខាងក្រោយឡានឬពួកគាត់បានរើបំរាស់កំពុងជិះម៉ូតូនៅខាងក្រោយតើនរណាខ្លះដែលធ្លាប់មានការរំខានខណៈពេលកំពុងបើកបរអ្នកអាចលើកជាឧទាហរណ៍បានតើអ្នកអាចគ្រប់គ្រងអារម្មណ៍របស់អ្នកបានដែរឬទេតើអ្នកធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ដែរឬទេប្រសិនជាអ្នកមិនធ្លាប់ជួបប្រទះនោះទេប្រហែលជាអ្នកពិតជាមានសំណាងខ្លាំងមែនទែនសម្រាប់វីដេអូបន្ទាប់នេះយើងនឹងពិនិត្យមើលនៅអ្វីដែលអាចនឹងកើតមានឡើងនៅពេលដែលអ្នកបើកបរទទួលបានការរំខានអ្នកបើកបរនេះគាត់មិនបានផ្ដោតមើលនៅលើផ្លូវនោះទេអ្នកបើកបរនេះគាត់មិនគោរពច្បាប់ចរាចរណ៍ទេអ្នកបើកបរនេះគាត់មិនគោរពនៅអាយុជីវិតរបស់ពួកគាត់នោះទេដូច្នេះតើយើងអាចមានវិធានការអ្វីខ្លះដើម្បីកុំឲ្យមានការរំខាននៅលើដងផ្លូវគន្លឹះសំខាន់មួយចំនួនមានដូចជាទុកទូរស័ព្ទឲ្យឆ្ងាយពីខ្លួនអ្នកមុនពេលអ្នកចាប់ផ្ដើមបើកបររថយន្តឬជិះម៉ូតូប្រើមុខងារទទួលទូរស័ព្ទដែលអ្នកមិនចាំបាច់កាន់នឹងដៃប្រសិនបើមានការខលបន្ទាន់ប៉ុន្តែត្រូវឈប់ប្រសិនជាអ្នកត្រូវការផ្ដោតអារម្មណ៍ក្នុងការនិយាយទូរស័ព្ទសម្រួលកញ្ចក់សំឡេងតន្ត្រីនិងផែនទីស្វែងរកផ្លូវរបស់អ្នកមុនពេលអ្នកចាប់ផ្ដើមបើកបរតើការរំខានមួយណាដែលអ្នកអាចកាត់បន្ថយពីការបើកបររបស់អ្នកនៅក្នុងថ្ងៃនេះក្នុងនាមជាអ្នកធ្វើដំណើរលើដងផ្លូវអ្នកត្រូវតែគោរពច្បាប់ចរាចរណ៍ប្រសិនបើយើងបើកបរនិងប្រើប្រាស់ទូរស័ព្ទឬក៏មានការរំខានអ្នកបើកបរនៅលើដងផ្លូវឬក្នុងប្រទេសកម្ពុជានឹងប្រឈមមុខនឹងការផាកពិន័យពី$30ទៅ$60ចំពោះរថយន្តធុនស្រាលរថយន្តនិងម៉ូតូត្រូវពិន័យចំនួន$30រថយន្តធុនធ្ងន់ត្រូវពិន័យចំនួន$56តើអ្នកអាចមានលទ្ធភាពក្នុងការបង់នៅការផាកពិន័យទាំងអស់នេះបានដែរឬទេឥឡូវនេះសូមមើលថាតើយើងបានស្វែងយល់ទៅលើអ្វីខ្លះនៅក្នុងមេរៀននេះអំពីការបើកបរដែលមានការរំខានតើអ្នកដឹងទេថាការដែលមានការរំខានផ្សេងៗដូចជាការមើលទូរស័ព្ទមានកូនឬឆ្កែអង្គុយនៅពីលើអ្នកនៅក្នុងឡានសុទ្ធតែជាការរំខាននិងធ្វើឲ្យខ្លួនយើងអ្នកដំណើរនិងអ្នកប្រើប្រាស់ផ្លូវផ្សេងទៀតអាចប្រឈមមុខនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍កម្រសំណួរ Kahoot តម្រូវឲ្យអ្នក scan code QR និងឆ្លើយសំណួរពិតឬមិនពិតចំនួន5សំណួរជំនួសវិញដោយការសំណួរនៅលើ slide បន្ទាប់សូម scan នៅ Kahoot នៅលើអេក្រង់
ប្រសិនបើអ្នកមិនអាចបំពេញសំណួរតាមអ៊ីនធឺណិតបានទេអ្នកអាចផ្លាស់ទីទៅ slide បន្ទាប់សម្រាប់សំណួរដូចគ្នាក្នុងទម្រង់ផ្សេងកម្រងសំណួរត្រឹមត្រូវឬមិនត្រឹមត្រូវទី1អ្នកអាចប្រើប្រាស់ទូរស័ព្ទនៅលើភ្លើងស្តុបក្រហមដោយសុវត្ថិភាពមិនត្រឹមត្រូវទេទី2ការបរិភោគអាហារពេលបើកបរត្រូវបានចាត់ទុកថាជាការរំខានត្រឹមត្រូវឬមិនត្រឹមត្រូវត្រឹមត្រូវទី3ការផ្ញើសារពេលកំពុងបើកបរបង្កើនហានិភ័យរហូតដល់ទៅ23ដងត្រឹមត្រូវទី4ការសម្លឹងមើលទូរស័ព្ទរបស់អ្នករយៈពេល5វិនាទីនៅពេលអ្នកបើកបរក្នុងល្បឿន60គីឡូម៉ែត្រក្នុង1ម៉ោងប្រៀបដូចជាអ្នកបាត់បង់ការផ្ដោតអារម្មណ៍លើដងផ្លូវចម្ងាយស្មើនឹងទីលានបាល់ទាត់មួយត្រឹមត្រូវទី5ឧបករណ៍អេឡិចត្រូនិកដែលមិនចាំបាច់កាន់នឹងដៃអាចលុបបំបាត់ការរំខានឬការបើកបរបានទាំងស្រុងមិនត្រឹមត្រូវទេជាកិច្ចបញ្ចប់នាងខ្ញុំចង់និយាយបន្ថែមទាក់ទងជាមួយនឹងមេរៀនមួយនេះការផ្ដោតអារម្មណ៍គឺជាវិធីសាមញ្ញបំផុតដើម្បីបង្ហាញនៅការគោរពចំពោះអាយុជីវិតតាមរយៈការលុបបំបាត់នៅការរំខានអ្នកត្រូវធ្វើឲ្យប្រកាសថាអ្នកគ្រប់គ្នាត្រឡប់មកផ្ទះវិញដោយប្រកបដោយសុវត្ថិភាពគោរពច្បាប់ចរាចរណ៍គោរពអាយុជីវិតយកចិត្តទុកដាក់ក្នុងការបើកបរលើដងផ្លូវអាចជួយសង្គ្រោះអាយុជីវិតរបស់មនុស្សបានសូមអរគុណ